សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Pro MD ហើយថ្ងៃនេះខ្ញុំមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀប hack ពេជ្រអ្នកទាំងអស់គ្នា hack ពេជ្រ Free Fire បានរົບលានរົບសែនពេជ្រតែម្ដងអ្នកទាំងអស់គ្នាហើយសម័យនឹងហើយអ្នកគ្នាឈប់យកលុយទៅបុកពេជ្រទៅគឺ hack ពេជ្របានយកទៅទិញអីវ៉ាន់វិញអ្នកទាំងអស់គ្នាសម័យនឹង hack ពេជ្របានមិនបាច់យកលុយទៅបុកហ្គេមនាំទៅអស់លុយទេទុកលុយចាយវិញទៅអ្នកទាំងអស់គ្នាមិនបាច់យកទៅបុកហ្គេមនាំបើហិនហ្គេមទេយើងមក hack ពេជ្រតាមខ្ញុំវិញមកខ្ញុំបង្រៀន hack ពេជ្របានរົບលានរົບសែនតែម្ដងហើយបើសិនជាចង់ចេះ hack កុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំណាមួយផងអ្នកទាំងអស់គ្នាហើយនឹងគឺជា Channel ថ្មីរបស់ខ្ញុំកុំភ្លេចជួយគាំទ្រខ្ញុំណាមួយផងហើយ Channel ធំខ្ញុំមួយទៀតគឺលក់ឲ្យគេបាត់ហើយអ្នកទាំងអស់គ្នា Hero ក៏លក់ដែរអ្នកទាំងអស់គ្នាខ្ញុំមកធ្វើ Hero ថ្មីម្ដងជាមួយនឹង Channel ថ្មីហើយកុំភ្លេចជួយគាំទ្រខ្ញុំណាមួយផងអ្នកទាំងអស់គ្នាហ្នឹងហើយដើម្បី hack ពេជ្របានអ្នកទាំងអស់គ្នាទៅចូលមកកន្លែងពេជ្រមកចូលមកកាន់កន្លែងពេជ្រមកអ្នកទាំងអស់គ្នារួចហើយយើងបិទអ៊ីនធឺណិតមកហើយអ្នកគ្នាចុចយកពេជ្រមកនេះ5000ពេជ្រហ្នឹងអ្នកគ្នាចុចយកម៉ានទីទៅ2នាទីអ្នកគ្នាបើ2កាន់តែច្រើននាទីកាន់តែល្អអ្នកគ្នាចុចយកមកចុចញប់ដូចខ្ញុំអញ្ចឹងមកចុចអូខេរហូតមកអ្នកទាំងអស់គ្នានិយាយទៅគឺដូចខ្ញុំនិយាយអញ្ចឹងចុចអូខេរហូតមកហើយវិធី hack នេះគឺចំពោះទូរស័ព្ទ Android អ្នកទាំងអស់គ្នាគឺ iOS គឺ hack អត់បានទេ iOS គឺ hack បានគឺខ្ញុំនឹងចេញនៅវីដេអូក្រោយអ្នកទាំងអស់គ្នាហើយវីដេអូនេះគឺខ្ញុំចេញសម្រាប់ទូរស័ព្ទ Android សិនឲ្យគាត់ hack សិនអ្នកទាំងអស់គ្នាហើយសម្រាប់អ្នកប្រើ iOS គឺខ្ញុំនឹងចេញវីដេអូ hack នៅពេលក្រោយអ្នកទាំងអស់គ្នាហើយអ្នកគ្នាបើក server វិញមកអ្នកទាំងអស់គ្នានេះតមកគឺអត់ទាន់បានទេតម្រូវអ្នកគ្នាចូលទៅលេងវគ្គរ៉ាងច្រឡំអ្នកគ្នាចូលទៅលេងវគ្គអីក៏បានដែរមួយវគ្គអ្នកទាំងអស់គ្នាចូលលេងវគ្គមួយមកខ្ញុំលេងវគ្គ4ស្មើចូលលេងមកអ្នកទាំងអស់គ្នាអូចូលអត់បានទេគឺខ្ញុំនៅ level ទូចពេក level 1អ្នកទាំងអស់គ្នាតែឥឡូវចូលលេងវគ្គ4ស្មើវិញឲ្យច្រឡំវគ្គ custom វគ្គ map ថ្មីអ្នកទាំងអស់គ្នានេះអ្នកគ្នាចូលលេងវគ្គ map ថ្មីហើយបាញ់ enemy ឲ្យបានចំនួន10 kill បាញ់បន្ទាប់ពីបាញ់បាន10 kill ហើយអ្នកគ្នានឹងចេញមកវិញបានពេជ្រអ្នកទាំងអស់គ្នានេះឥឡូវខ្ញុំចុះហើយវីដេអូនេះខ្ញុំកាត់ដើម្បីឲ្យអ្នកគ្នាស្រួលមើលស្រួលយល់អ្នកគ្នាហើយដើម្បីឲ្យអ្នកគ្នាឆាប់ចេះធ្វើទាំងអស់គ្នាដើម្បីបានពេជ្រយកទៅទិញ event នៅក្នុង game Free Fire ទាំងអស់គ្នាហើយបន្ទាប់ពីបានពេជ្រហើយអ្នកគ្នានឹងបានលេខ8ហើយគឺ top 1 ហ្នឹងហើយឥឡូវខ្ញុំកាត់ដល់មកកន្លែងនេះអ្នកគ្នាខ្ញុំឃើញមនុស្សហើយអ្នកគ្នាបាន1 kill ហើយចូលទៅបាញ់ទៀតអ្នកគ្នាដើម្បីបាន10 kill នេះមកបាត់ទេអ្នកគ្នាតោះបាញ់ទៀតឃើញមនុស្សទៀតគ្នាបាញ់ទៀតដូចបាញ់មកអ្នកគ្នាកន្លែងនេះមនុស្សច្រើនដួលបានអ្នកគ្នាហើយបាញ់មកយើងដាក់យកមកអ្នកគ្នាបាញ់ហើយទៅហើយអ្នកគ្នាអូជាតាន់មែនតើអ្នកគ្នានិយាយគឺបតបាញ់យកឈឺចឹងអ្នកគ្នាមិនខ្ញុំឆ្ងល់ចឹងបតបាញ់យើងអត់ឈឺទេខ្ញុំឆ្លយបាញ់មិនវាបាញ់ងាប់ចឹងអ្នកគ្នាណាដឹងកុំភ្លេចជួយ comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយផងខ្ញុំឆ្លយវាបាញ់គឺបាញ់អត់ឈឺទេអានេះខ្ញុំបោកក្របែកសម្រាប់ខ្លួនឯងបដាហើយដើម្បីព្រោះអីវាចិត្តបាន10 kill ហើយខ្ញុំបោកក្របែកសម្រាប់ខ្លួនឯងបដាហើយអ្នកគ្នាពេលណាដែលបាន10 kill ហើយគឺខ្ញុំបោកក្របែកសម្រាប់ខ្លួនឯងទៅចេញទៅវិញទៅគឺបានពេជ្រយកតែម្ដងដើម្បីយកទិញ event នៅក្នុង game Free Fire គឺខ្ញុំទើបតែរកឃើញចំណេះដឹងនៅក្នុង game ថ្មីអ្នកគ្នាគឺខ្ញុំចេះតែចុចទៅគឺវាបានមែនតើឥឡូវខ្ញុំខ្ជិលទុកចំណេះដឹងម្នាក់ឯងគឺខ្ញុំសម្រេចចិត្តមកធ្វើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលម្នាក់មួយអ្នកគ្នាហើយបើសិនជាអ្នកទាំងអស់គ្នាមើលដល់វីដេអូនេះដល់នាទីកន្លែងនេះកុំភ្លេចជួយចុច like subscribe និង comment ឲ្យខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំបានដឹងហើយអ្នកដែលជា fan នៅក្នុង channel ធំខ្ញុំកុំភ្លេចមកចុច subscribe នៅក្នុង channel នេះឲ្យខ្ញុំម្នាក់មួយផងអ្នកទាំងអស់គ្នាដោយសារតែ channel មួយទៀតគឺខ្ញុំលក់បាត់ហើយអា channel ធំហ្នឹងគឺខ្ញុំមកបង្កើត channel នេះម្ដងគឺខ្ញុំបង្កើតថ្មីអ្នកទាំងអស់គ្នាហើយពេលណាដែលខ្ញុំបានវីទៅខ្ញុំអត់ភ្លេចអ្នកទាំងអស់គ្នាទេខ្ញុំចែកពេជ្រឲ្យអ្នកគ្នាយកតែម្ដងគឺបានពេជ្រមកចែកអស់ឧទាហរណ៍មួយខែ 20000 ពេជ្រខ្ញុំចែកពេជ្រ 15000 ពេជ្រខ្ញុំទុកទៅ 5000 ពេជ្រទេគឺចែករាល់ខែអ្នកទាំងអស់គ្នាតើឥឡូវគឺយើងបានគ្រប់ 10 kill ហើយអ្នកទាំងអស់គ្នាបោកក្របែកសម្រាប់ខ្លួនអ្នកទាំងអស់គ្នាពេលដែលយើងចេញទៅគឺវានឹងបានពេជ្រអូតូអ្នកគ្នានេះគឺខ្ញុំបាន10 kill ពី10 kill អ្នកគ្នាតោះចេញមកអ្នកគ្នាណាពេលយើងចេញមកគឺវាអត់ទាន់បានពេជ្រភ្លាមទេអ្នកគ្នាគឺ system វា error ឥឡូវខ្ញុំបាន level 2ហើយអ្នកគ្នានិយាយចេញអ្នកគ្នាគឺ system វា error យើងអត់ទាន់បានពេជ្រទេដើម្បីបានពេជ្រអ្នកគ្នាត្រូវ clear game ចោលអ្នកគ្នានេះ clear game ចោលមកហើយបន្ទាប់មកចូលទៅក្នុង game free play របស់យើងវិញអ្នកគ្នាចូលទៅដឹងតែបានពេជ្រ 100% តែម្ដងហើយអ្នកគ្នាមើលកុំខាអ្នកទាំងអស់គ្នាបើសិនជាអ្នកគ្នាមើលវីដេអូនេះមើលខាគឺអ្នកគ្នានឹងអត់បានពេជ្រទេនេះអ្នកគ្នាគឺមកពេជ្រ
10000 ពេជ្រទេអ្នកគ្នាបើសិនជាអ្នកគ្នាមើលខាគឺមើលអត់យល់ហើយអត់ដឹងពីរបៀបធ្វើទេហើយបើពេលធ្វើបានហើយកុំភ្លេចមិនសិនមិត្តភ័ក្តិរបស់គ្នាចូលមើលមិនមួយផងដើម្បីទូបានពេជ្រដូចអ្នកទាំងអស់គ្នាដែរអ្នកទាំងអស់គ្នាបើសិនជាអ្នកគ្នាធ្វើរបៀបហ្នឹងអត់បានអ្នកគ្នាអាចខមមិនប្រាប់ខ្ញុំមកថាហេតុអត់បានទេខ្ញុំនឹងធ្វើវិធីទី2ទី3ទី4ទី5ឲ្យអ្នកគ្នាមើលរហូតអ្នកគ្នាដើម្បីហេតុបានដូចខ្ញុំអញ្ចឹងណាអ្នកគ្នាគឺងាយស្រួលខ្លាំងមែនតើអ្នកគ្នាហ្នឹងហើយកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំមិនមួយផងដើម្បីទទួលបានវីដេអូថ្មីដើម្បី hack ពេជ្រ Free Fire ទៀត